សួស្តីបងប្អូនទាំងគ្នានេះគឺជា vlog ទី3របស់ខ្ញុំនៅក្នុងប្រទេសថៃហើយក៏ជាថ្ងៃចុងក្រោយផងដែរតោះចាំមើលឥឡូវខ្ញុំទៅលេងនៅណាខ្លះបាទថ្ងៃចុងក្រោយនៃដំណើរកម្សាន្តរបស់ពួកខ្ញុំនោះគឺពួកខ្ញុំទៅលេង Dream World អូខេបងប្អូនទាំងគ្នាឥឡូវបន្ទាប់ពីពួកខ្ញុំបានទិញសំបុត្រហើយពួកខ្ញុំក៏បានដើរចូលមកខាងក្នុងបាទសំបុត្រដែលពួកខ្ញុំទិញនោះគឺសំបុត្រមួយសន្លឹកតម្លៃ600បាតបាទនិយាយទៅមិនមែនយើងលេងនៅក្នុងនឹងបានទាំងអស់ហើយតម្លៃ600បាតហ្នឹងគឺយើងលេងបានខ្លះអត់ខ្លះអញ្ចឹងណាបងប្អូនក៏ប៉ុន្តែលេងបានខ្លះអត់ខ្លះហ្នឹងពួកខ្ញុំលេងអត់បានទាំងអស់ទៀតដោយសារតែពេលវេលាយើងខ្លីបន្ទាប់ពីចេញពីហ្នឹងហើយយើងត្រូវទៅប្រទេសខ្មែរវិញអញ្ចឹងណាបងប្អូនហើយបងប្អូនមើលមានបាត់ណាគេអត់បាទគឺបាត់មេខ្ញុំតែម្ដងបាទគឺគាត់អត់ចូលមកទេបាទដោយសារគាត់ចូលមកច្រើនដងហើយអញ្ចឹងគាត់អត់ចូលមកទេគាត់សុខចិត្តមកក្រៅចាំពួកខ្ញុំអញ្ចឹងពួកខ្ញុំក៏បានដើរចូលមកខាងក្នុងលេងទាំងអស់គ្នាទៅបាទបងប្អូនទាំងអស់គ្នាកន្លែងយើងចូលលេងដំបូងនោះគឺផ្ទះយក្សបាទបងប្អូនបាទផ្ទះយក្សបាទបងប្អូនទាំងអស់គ្នាបន្ទាប់ពីយើងដើរចូលមកបាទក្នុងផ្ទះយក្សនេះគឺត្រជាក់ខ្លាំងមែនតើបាទបងប្អូននឹងយក្សកំពុងដេកនេះក៏អីគេបាទទូក៏អីគេប៉ុណ្ណាណៃហ្មងបាទនិយាយទៅរបស់នៅក្នុងផ្ទះយក្សនេះគេធ្វើមកដូចមែនតើទាំងអស់ចឹងបងប្អូនបាទមកសុទ្ធគេបងប្អូនបាននៅក្នុងចានគេប៉ុណ្ណាណៃបាទនេះអានេះរបស់គេជាមួយជោគរបស់គេផុតក្បាលកពុះនេះបងប្អូនបាននេះកន្លែងផ្ទះបាយរបស់គេមើលកំបិតនេះជាមួយឈុញវែកកំសៀវអីគេអញ្ចឹងណាបងប្អូនដល់ពេលមើលពីលើអញ្ចឹងទៅឃើញមនុស្សយើងដើរដូចជាសម្ោចអញ្ចឹងបងប្អូនបាទណែនេះកលាតគេបងប្អូនបាទកលាតគេប៉ុណ្ណាណៃចង់ប៉ិនឆ្កែនេះជាបងប្អូនបាទយក្សកំពុងដេកបាទយើងកុំរំខានយក្សបាទអូខេបន្ទាប់ពីយើងលេងនៅក្នុងផ្ទះជាអស់ចិត្តហើយឥឡូវយើងក៏បានចេញមកខាងក្រៅបាទដើរកាត់កន្លែងទីលក់អីវ៉ាន់អីចឹងណាបងប្អូនបាទហើយខ្ញុំខំរកមើលដែរហ្នឹងគីឡូមានអីប្លែកដើម្បីទិញយកមកស្រុកយើងវិញចែកមិត្តភ័ក្តិបងប្អូនអញ្ចឹងណាក៏ប៉ុន្តែមើលទៅដូចជាអត់មានអីប្លែកទេអញ្ចឹងពួកខ្ញុំក៏ដើរទៅមុខទៀតទៅបាទបងប្អូនអរគ្នាឥឡូវពួកខ្ញុំមកដល់កន្លែងជិះរថភ្លើងងឹតបាទកន្លែងគេហៅជិះរថភ្លើងងឹតអញ្ចឹងណាបងប្អូនបាទលងឹតពេកពិបាកថតបាទបងប្អូនបាទមើលអីអត់ឃើញអញ្ចឹងណាក៏ប៉ុន្តែពេលកំពុងជិះនឹងដឹងតែលឿនខ្លាំងបងប្អូនក៏ប៉ុន្តែយើងមើលអត់ឃើញអញ្ចឹងណាហើយខ្យល់ជះមកទៅមុខយើងខ្លាំងមែនតើបាទបងប្អូនកន្លែងនេះយើងឡើងទៅគេឡើងទៅម្ដងតិចអញ្ចឹងណាពិតជាគួរខ្លាំងមែនតើពេលកំពុងឡើងនឹងភ័យអស់ហើយបងប្អូនបាទម្នាក់នឹងទៅដល់ណាដល់នេះបងប្អូនខ្ពស់ទៅហើយមើលអីអត់ឃើញទៀតមានតែភ្លើងខៀវកន្លែងនឹងមកមុខគត់បាទតែពេលហ្នឹងយើងអត់ឃើញអីទាំងអស់នឹងឈឹងហ្មងអញ្ចឹងបន្ទាប់ពីយើងចុះពីរថភ្លើងនឹងហើយយើងក៏ដើរចេញមកក្រៅដើម្បីតមើលកន្លែងណាគេលេងកំសាន្តនេះទៀតអញ្ចឹងណាបងប្អូនបាទអញ្ចឹងឥឡូវពួកយើងក៏បានចូលមកកាន់មួយកន្លែងទៀតបងប្អូនបាទមើលទៅដូចជាផ្ទះខ្មោចបងប្អូនបាទខ្ញុំដើរចូលមកដល់អត់ឃើញខ្មោចបាទតែពិតខ្មោចនៅខាងឆ្វេងដៃនេះបងប្អូនបាទក្រុមទៅដើរនេះបាទគឺថាខ្ញុំគឺអត់ខ្លាចទេបាទគឺឡើងមកមុនគេហ្មងបាទនៅគ្នាខ្ញុំក៏ឈរនៅក្រោមខ្ញុំគឺឡើងមកមុនគេហ្មងបាទនេះបងប្អូនអរគ្នាឥឡូវយើងចូលមកក្នុងរោងដូចរោងផ្ទះខ្មោចអញ្ចឹងរោងក្នុងផ្ទះខ្មោចអញ្ចឹងណាបងប្អូនបាទនិយាយថានោះនឹងល្ងឹតមានតែភ្លើងពណ៌ហើយបងប្អូនបាទបងប្អូនបានល្ងឹតពេកខ្ញុំខ្លាចខ្មោចបញ្ញាគេខ្ញុំបើកភ្លើង7ទូរស័ព្ទដើរមើលអញ្ចឹងណាបងប្អូនបាទខ្លាចវាចេញមកបញ្ញាកដាមកហ្នឹងចោះបដ ாய்បានក៏តាមិត្តភ័ក្តិខ្ញុំណាបងប្អូនក៏តាមគាត់ពណ៌ទៅក្រុមលិចបងប្អូនវាភ្លឺចូលក្នុងនោះគឺភ្លឺហ្មងបាទបងប្អូនដល់គ្នាខ្ញុំបើកភ្លើងចាំងមុខទៅដូចខ្មោចអញ្ចឹងបងប្អូនណាខ្មោចគេបងប្អូនបាននឹងខ្មោចស្អីខ្លះបងប្អូនសិស្សសាស្ត្រស្អីខ្លះទេកាលពីក្មេងដើរឬខ្លាចខ្លាំងដែរដល់ពេលឥឡូវអត់ខ្លាចទេមានតែភ្ញាក់អញ្ចឹងណាបងប្អូនតែដល់ស្អីមានអារម្មណ៍ខ្លាចអីខ្លាំងដូចពីក្មេង
បាទបងប្អូនអស់គ្នាមកដល់ឥឡូវនេះខ្ញុំមកដល់រូងភ្នំតកែបងប្អូនបាទសូតតកែពេញជាងបាទនិយាយថាដើរខ្លាតកែហក់អោកបងប្អូនបាទបាទបងប្អូនមកនេះសិតតែខ្មោចសិតតែអាបអីពេញជាងបងប្អូនដើមស្រួលមើលភ្នាក់ទៀតបាទនេះបងប្អូនអរគុណបាទនេះចង់បញ្ចប់ហើយឡើយផ្លូវច្រកចេញមានប្រែតមួយដេកពីលើមកហ្មងបាទសំយងក្បាលចុកមកបាទបងប្អូនអរគុណឥឡូវយើងធ្វើដំណើរបន្តទៅមុខទៀតទាំងអស់គ្នាបងប្អូនបាទចាំមើលមានអីប្លែកបាទរងចាំទស្សនាអស់គ្នាបាទនេះបងប្អូននេះប្រគុណណាប្រគុណបរោះបងប្អូនបាទអ្នកក្រៅមើលមកឃើញកញ្ចក់ធម្មតាក៏ប៉ុន្តែចូលទៅខាងក្នុងចូលទៅបត់ជើងតូចចឹងណាបងប្អូនឃើញនិយាយថាឃើញអ្នកដើរអ្នកឈរមើលអីឃើញអ្នកច្បាស់ចេះបងប្អូនបាទខ្ញុំថាឈឺនោមណាថាចូលឃើញបន្ទប់តឹងចឹងនោមលែងចេញអត់ហ៊ាននោមហ្មងបាទបងប្អូនអរគ្នាឥឡូវនេះដល់ពេលថ្ងៃត្រង់ល្មមពួកខ្ញុំក៏បានចូលមកញ៉ាំមីតុងយ៉ាំមកកន្លែងចឹងណាបងប្អូនបាទមើលទៅមីតុងយ៉ាំមួយចាននេះវាអត់មានអីច្រើនទេមានតែបន្លែហើយជាមួយប្រហិតហើយជាមួយមីចឹងណាបងប្អូនហើយម្ទេសយើងដាក់ខ្លួនឯងចង់ស្រឡាញ់ប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងចឹងណាបងប្អូនបាទអូខេបងប្អូនអរគ្នាឥឡូវយើងមកជិះឡានលេងអ្នកនរគ្នាបងប្អូនបាទនេះគេហៅgo kartណាបងប្អូនបាទខាតខ្មែរយើងក៏មានដែរតែនៅថៃនេះសមុទ្រម្នាក់ដូចជា200បាតបងប្អូនបាទ200បាតដូចជា22000ហ្នឹងណា22000លុយខ្មែរបងប្អូនហើយណាមួយខ្ញុំអត់ដែរជិះដែរបងប្អូនបាទឥឡូវក៏សាកទៅសាក2នាក់ទៀតនៅក្រៅចាំថតចឹងហើយខ្ញុំជិះ2នាក់ទៅខ្ញុំម្នាក់ហ្នឹងទៅចាំមើលបទពិសោធន៍លើកដំបូងហ្នឹងវាមានរសជាតិបែបម៉េចដែរបងប្អូនបាទមើលទៅសប្បាយដែរបងប្អូនបាទសប្បាយដែរតែចង់ខ្លោចយកឲ្យមួយជិះឡាន5ថ្ងៃក្តៅទៀតដល់ពេលហ្នឹងថ្ងៃក្តៅទៀតបងប្អូនបាទមានអារម្មណ៍ថាដូចក្តៅជាងនៅខ្មែរយើងទៀតតែមិនហេតុតែចង់សប្បាយយូរមកម្ដងក៏ជិះទៅបាទបងប្អូនអរគ្នាបន្ទាប់ពីយើងជិះឡានហើយឥឡូវខ្ញុំចេញមកក្រៅទិញបានស្ករសលៃជាមួយម្នាស់មកប្រអប់ចឹងណាបងប្អូនបាទអូខេឥឡូវយើងក៏បានមកដល់ផ្ទះអេលៀនបងប្អូនបាទកន្លែងនេះគេហៅផ្ទះអេលៀនចឹងណាគេនិយាយពីបច្ចេកវិទ្យាអីថ្មីរបស់អេលៀនក៏កើតដល់របៀបណាចឹងណាបងប្អូនហើយបងប្អូនឆ្ងល់ថាស្ករសលៃវាខ្វះអីនៅខ្មែរយើងមកកណោតែខ្ញុំអត់ដឹងមិនដែរបងប្អូនបាទទៅដល់នោះចង់ញ៉ាំបាទបងប្អូនអរគ្នាឥឡូវនេះយើងមកដល់នៅក្នុងកន្លែងគេពិសោធន៍អេលៀនណាបងប្អូនបាទខៀវហ្មងបងប្អូនបាទនោះគឺចាក់ទូឲ្យយើងមើលចឹងណាបងប្អូនចាក់វីដេអូឲ្យយើងមើលពីហើយបន្តមកមិនគេយើងចូលទៅខាងក្នុងមកតង់ទៀតឃើញផ្ទាល់ហ្មងបងប្អូនបាទផ្ទាល់វាថាអេលៀនគេធ្វើមកពីកម្មួនពីជ័រពីអីចឹងណាបងប្អូនបាទមាន5មានកូនវាមានអីចឹងក៏ប៉ុន្តែគេឲ្យថតបងប្អូនបាទស្ដាយមែនតែនមកគេឲ្យថតត្រឹមក្រៅនេះក៏បន្តមកចូលទៅខាងក្នុងគេលេងឲ្យថតបាទបងប្អូនអរគ្នាឥឡូវនេះខ្ញុំក៏បានចេញមកខាងក្រៅវិញដើម្បីមកលេងសួនសត្វគេចឹងណាបងប្អូនបាទគេក៏មានសួនសត្វឲ្យយើងមើលដែរបាទនេះបន្លែគេបងប្អូនមកមើលទ្របប៉ុណ្ណាឡើយបន្លែគេប្លែកៗទេបងប្អូនគេដាំលម្អនៅកន្លែងសួនសត្វគេចឹងណាបាទនេះស្អាតដល់បងប្អូនអរគ្នាបាទមានចម្រុះពណ៌តែម្ដងបាទវាយកដៃទៅប៉ះវាទៅលេងវាចឹងវាអត់ខ្លាចទេវាដូចសាំងជាមួយមនុស្សយើងចឹងណាបងប្អូនបាទពេលគេចូលលេងក្នុងថ្ងៃចឹងគេប៉ះវាចឹងវាសាំងនៅលេងហាវាខាំដៃចឹងណាបងប្អូនបាទគឺចឹងវាខាំដៃយើងទៀតណាបាទនេះវិញគឺជាសត្វកណ្ដុរណាបងប្អូនបាទខ្ញុំមើលមកផ្លែស្មាកូពីបារ៉ានៅថាក្មេងៗគឺល្បីទិញធ្វើជាបតោងដាក់កតាបមើលវាដូចគ្នាពេកតាមពិតទៅអានេះជាកណ្ដៅបងប្អូនបាទកុំច្រឡំមកសត្វកូពីបារ៉ាហ្នឹងណាអូខេបងប្អូនអរគ្នាឥឡូវនេះយើងចាប់ដល់ម៉ោងចេញហើយបងប្អូនបាទឥឡូវនេះគេសំដែងគេមានសំដែងជាសូវាក្លុកវាបែបដូចចូលනම්ចិនមានទេវតាមានពនាងព្រាសមានអីហាយើងមើលចឹងណាបងប្អូនចំពោះខ្ញុំមើលទៅដូចប្លែកដល់បងប្អូនបាទមើលទៅវាអស្ចារ្យព្រោះតែខ្ញុំធ្លាប់មើលតាម YouTube នៅស្រុកគេចឹងណាបងប្អូនមានដង្ហែចម្លាក់អីធំមានបក់ដៃមានអីចឹងណាឥឡូវបានជួបផ្ទាល់ហ្នឹងវាមិនធំអីណាស់ណាគ្រាន់តែថាយើងវាប្លែកចឹងណាបងប្អូនវាដែរគឺបាទនេះហៅតែថ្មីទេបងប្អូនបាទនំខេកចេះដើរបងប្អូនបាទនំខេកអាចទៅមុខបានណាមើលស្អាតមែនតើបងប្អូនបាទមិនមានតែតុក្កតាខ្ជូតទេបងប្អូនបាទមានសំបីតែម៉ុងសាយក៏មានដែរបងប្អូនបាទសំបីម៉ុងសាយចូលនំចិនយើងហ្នឹងក៏មានដែរ
មានមុងសាយមានអូនឌីគេដង្ហែដូចជាចូលណាំចិនអញ្ចឹងណាបងប្អូនបាទនេះវិញគឺជាកណ្ដៀងមានត្រេះនាងមានស្ដាច់មានអីអញ្ចឹងណាបងប្អូនបាទបងប្អូនទាំងអស់គ្នាឥឡូវនេះ vlog របស់យើងនៅក្នុងប្រទេសថៃក៏បានមកដល់ទីបញ្ចប់ហើយបងប្អូនបាទហើយសង្ឃឹមថាបានជួបគ្នានៅ vlog ក្រោយៗទៀតនៅប្រទេសផ្សេងៗទៀតអញ្ចឹងណាបងប្អូនបាទសូមអរគុណសូមជម្រាបលា